នៅក្នុងវីដេអូនេះបងប្អូននឹងដឹងពីសាច់រឿងចំនួន2សាច់រឿងពាក់ព័ន្ធជាមួយនឹងវិស័យកីឡាប្រដាល់គុណខ្មែរសាច់រឿងទី1គឺពាក់ព័ន្ធជាមួយនឹងកីឡាករពេជ្រសម្បត្តិហើយនិងកីឡាករធុនមេងហុងហើយសាច់រឿងទី2គឺពាក់ព័ន្ធជាមួយនឹងលោកគ្រូមហាដឹងលោកគ្រូសួងបញ្ញាស្នើសុំជួបជាមួយនឹងអាដាមខូឆាយដែលជាប្រធានសហព័ន្ធកីឡាប្រដាល់គុណខ្មែរដូច្នេះដើម្បីកុំឲ្យខាតពេលយូរតោះយើងទៅតាមដានស្ដាប់ទាំងអស់គ្នាឥឡូវនេះយើងចូលសាច់រឿងទី1សិនគឺពាក់ព័ន្ធជាមួយនឹងកីឡាករពេជ្រសម្បត្តិនិងកីឡាករធុនមេងហុងបាទអញ្ចឹងធុនមេងហុងហើយនិងពេជ្រសម្បត្តិបានប្រកួតចប់សពគ្រប់ហើយបងប្អូនបាទជាលទ្ធផលគឺកីឡាករពេជ្រសម្បត្តិយកឈ្នះពិន្ទុលើកីឡាករធុនមេងហុងបាទឃើញថាមានទៅមានមកបងប្អូនបាទទោះបីពេជ្រសម្បត្តិឈ្នះកីឡាករធុនមេងហុងប៉ុន្តែក៏មានទៅមានមកជាមួយនឹងកីឡាករពេជ្រសម្បត្តិនិងកីឡាករធុនមេងហុងនេះគឺអាចថានៅអាចជួបគ្នាបានប៉ុន្តែគ្រាន់តែថាកលៈទេសៈបែបនេះបាទកលៈទេសៈថ្មីបែបនេះគឺកុំចង់ប៉ះគ្នាអីបាទគឺអ្នករៀបចំគួរតែកុំអាចរៀបចំឲ្យពួកគាត់ជួបគ្នាអីដោយមូលហេតុថាកីឡាករធុនមេងហុងបច្ចុប្បន្ននេះអាចនិយាយបានថាយក credit បានច្រើនពីកីឡាករពេជ្រសម្បត្តិទៅបន្ទាប់ពីរូបខ្លួនបានប៉ះជាមួយនឹងកីឡាករពេជ្រសម្បត្តិហើយឃើញថាប្រជាប្រិយភាពរបស់កីឡាករធុនមេងហុងក៏មានច្រើនណាស់ដែរបាទក្រោយតាពីចាញ់កីឡាករចិនម្ដងមកឥឡូវនេះធុនមេងហុងអាចថាកសោប្រជាប្រិយភាពបន្ទាប់ពីយកបាទចាញ់ដោយពិន្ទុជាមួយនឹងកីឡាករពេជ្រសម្បត្តិចាញ់មែនតែចាញ់ដោយកិត្តិយសបងប្អូនបាទចាញ់ដោយសេចក្តីថ្លៃថ្នូរចាញ់ដោយការប្រកួតពេញសាយវៀនតែម្ដងបងប្អូនហើយបាទអត់មានអ្នកណាថារិះគន់អ្នកណាទេការប្រកួតទាំងពីរនេះគឺពេញសាច់តែម្ដងបងប្អូនបាទមានទៅមានមកមើងទៅមើងមកបុកទៅបុកមកបាទគឺថាពេញ5ទឹកបាទបើទោះបីជាទឹក1ទឹក2ហើយកីឡាករធុនមេងហុងហាក់បីដូចជាមិនសូវជាចេញអាវុធបាទច្រើនទៅលើកីឡាករពេជ្រសម្បត្តិមែនប៉ុន្តែពេជ្រសម្បត្តិក៏មិនអាចធ្វើអីឲ្យកីឡាករធុនមេងហុងបាទគ្រោះថ្នាក់ឬក៏បោះបង់ការប្រកួតអីបានដែរបាទអញ្ចឹងថាគូនេះពេញសាច់ហើយបងប្អូនបាទហើយបើសិនជាមានការរៀបចំឲ្យប៉ះគ្នាម្ដងទៀតបងប្អូនយកខាងណាបាទតើពេជ្រសម្បត្តិឬក៏កីឡាករធុនមេងហុងហើយបើរៀបចំឲ្យប៉ះគ្នាមែនតើចង់ឲ្យឆាប់នេះឬក៏រៀងយូរបន្តិចបងប្អូនបាទព្រោះគូនេះបើសិនជារៀបក៏គេមិនអាចរៀបតូចដែរបាទសិតតែគូដដើមខ្សែក្រវ៉ាត់សិតតែគូដដើមប្រាក់លានហើយបាទគូនេះលេងតូចមកកើតទេព្រោះសិតតែលំដាប់ស្រុកខ្មែរហើយបងប្អូនបាទគូនេះដឹងថាលេងធំហើយបងប្អូនក៏អាចចូលរួមជាមតិយោបល់តាក់ទងជាមួយនឹងកីឡាករពេជ្រសម្បត្តិនិងកីឡាករធុនមេងហុងបាទបើប៉ះគ្នាមែនបាទតើធុនមេងហុងអាចសងសឹកជាមួយនឹងកីឡាករពេជ្រសម្បត្តិបានឬក៏យ៉ាងណាយើងក៏អាចcomment ម្នាក់មួយឥឡូវនេះសូមបញ្ចប់សាច់រឿងទី1យើងចូលសាច់រឿងទី2ដែលសាច់រឿងទី2នេះគឺពាក់ព័ន្ធជាមួយនឹងលោកគ្រូសួងបញ្ញាបងប្អូនស្គាល់ហើយបាទហើយអ្នកខ្លះក៏ដាក់រហស្សនាមគាត់ថាគ្រូមហាដឹងបាទមហាដឹងមិនបងប្អូនបាទឲ្យតែថាលឺសូលហៀងថាអ្នកនេះជួបអ្នកនោះហើយគាត់ដឹងហើយបាទគាត់បកែ search បកែស្រាវជ្រាវប្រវត្តិកីឡាករបាទសូម្បីតែកីឡាករបរទេសមកក៏គាត់អាច search អាចស្រាវជ្រាវក៏អាចស្គាល់ពីប្រវត្តិរបស់កីឡាករទាំងនោះបានដែរបាទអញ្ចឹងគេក៏ដាក់រហស្សនាមថាជាលោកគ្រូមហាដឹងបាទដឹងរបស់គាត់មែនបងប្អូនបាទមិនថាមើងងាយមើលស្រាលឬក៏និយាយលេងសើចអីគាត់ទេបាទគាត់អាចថាគាត់ល្អរបស់គាត់ដែរបាទសម្រាប់លោកគ្រូសួងបញ្ញាហើយឥឡូវនេះគាត់ស្នើចង់ជួបជាមួយនឹងអាដាមខូឆាយដែលជាប្រធានសហព័ន្ធកីឡាប្រដាល់គុណខ្មែរតែម្ដងមិនដឹងថាគាត់ចង់ស្នើជួបនេះក្នុងគោលបំណងអីទេបងប្អូនបាទគ្រាន់តែដឹងរឿងខ្លះតាក់ទងជាមួយនឹងការចង់ស្នើសុំជួបជាមួយនឹងអាដាមខូឆាយនេះគឺដោយសារតែគាត់ចង់ស្នើឲ្យកែប្រែចំណុចមួយចំនួនបាទនៅក្នុងសហព័ន្ធកីឡាប្រដាល់គុណខ្មែរជាពិសេសនៅការចាប់គូក៏ដូចជាការប្រកួតនៅលើសាយវៀនក៏ដូចជាច្បាប់លក្ខខណ្ឌមួយចំនួនបាទពាក់ព័ន្ធនឹងវិស័យកីឡាប្រដាល់គុណខ្មែរសូម្បីតែការថត MMO បាទ MMO ក្នុងផ្នែកវិស័យគុណខ្មែរក៏គាត់ស្នើចង់ឲ្យមានវិជ្ជាជីវៈក្នុងការថតក្នុងការចោះយកព័ត៌មានក៏ដូចជាចុះផ្សព្វផ្សាយអំពីគុណខ្មែរបាទគាត់
ចង់ស្នើឲ្យមានការរៀបចំជាកាតឬក៏ចេញជាវិញ្ញាបនបត្រឬក៏យ៉ាងម៉េចយ៉ាងម៉ាកែយ៉ាងម៉េចឲ្យថាធ្វើឲ្យអ្នក MMO បាទក្នុងវិស័យគុនខ្មែរមានវិជ្ជាជីវៈសារព័ត៌មានច្បាស់លាស់ក្នុងការផ្សព្វផ្សាយក៏ដូចជាសម្ភាសបាទលោកគ្រូអាជ្ញាកដាលមន្ត្រីអង្គចៅក្រមអីចឹងទៅបងប្អូនបាទអញ្ចឹងអាចថាមានសាច់រឿងជាច្រើនទៀតដែលគាត់ស្នើចង់ជួបហើយគាត់នឹងមានសាច់រឿងជាមួយចំនួនដើម្បីស្នើទៅអាដាមប្រធានសហព័ន្ធកីឡាផ្ដាល់គុនខ្មែរហើយបងប្អូនយល់យ៉ាងណាដែរតើតើជាមួយនឹងការលើកឡើងរបស់លោកគ្រូសួងបញ្ញាក៏ដូចជាការចង់ស្នើសុំជួបជាមួយនឹងអាដាមខូឆាយបាទខ្ញុំជឿថាអាដាមប្រធានសហព័ន្ធកីឡាផ្ដាល់គុនខ្មែរអាដាមខូឆាយគាត់មិនកំណាញ់ទេបងប្អូនបាទបន្ទាប់ពីលោកគ្រូសួងបញ្ញាចង់ជួបបែបនេះខ្ញុំជឿថាឆាប់ខាងមុខនេះជំនួបរបស់គាត់នឹងលោកគ្រូសួងបញ្ញាអាចនឹងកើតមានឡើងប៉ុន្តែតើថាលក្ខណៈច្បាស់ការដែរបងប្អូនបាទមិនមែនគាត់ថាប្រកាសក្នុងបណ្ដាញសង្គម Facebook អញ្ចឹងហើយស្រាប់តែអាយដាមខូឆាយគាត់ឯកភាពភ្លាមគឺខ្ញុំជឿថាអត់ទេព្រោះអាយដាមធានសហព័ន្ធកីឡាផ្ដាល់គុនខ្មែរក៏គាត់មានឋានៈមានទូនាទីមានអីលក្ខណៈផ្លូវការរបស់គាត់ដែរមិនមែនថាគាត់ថាចង់ជួបបែរជាជួបបានភ្លាមខ្ញុំគិតថាបែបមិនងាយស្រួលដល់ថ្នាក់ហ្នឹងទេបាទបើសិនជាចង់ជួបក៏ត្រូវមានកលក្ខណៈថាស្នើសុំក៏ដូចជាការ call private អីជាមួយគាត់ដើម្បីស្នើសុំជួបឬក៏តាមបណ្ដាញរបស់គាត់អីចឹងណាបងប្អូនបាទអញ្ចឹងមិនដឹងថាគាត់ជួបតាមវិធីណាគាត់ថានឹងខ្ញុំសង្ឃឹមថានឹងជួបគ្នាឆាប់នេះរវាងអាដាមខូឆាយនិងលោកគ្រូសួងបញ្ញាបាទព្រោះលោកគ្រូសួងបញ្ញាគាត់ចង់និយាយអីចាំមើលថាគាត់ចង់ស្នើសុំអីខ្លះយើងនឹងដឹងទាំងអស់គ្នាឯងបងប្អូនបាទព្រោះលោកគ្រូសួងបញ្ញាតែគាត់ចូលជួបហើយប្រហែលជាអាចមានការ live អាចអីប្រាប់ខាងបងប្អូនអ្នកគុនខ្មែរយើងហើយបងប្អូនបាទអញ្ចឹងព័ត៌មាននេះមានតែប៉ុណ្្នឹងទេហើយក៏សូមអធិស្ឋានបាទរាល់កំហុសខុសឆ្គងប្រសិនមកការអធិប្បាយរបស់ខ្ញុំបាទមានការលើសលួសខ្វះខាតដោយប្រការណាមួយបាទក៏សូមខន្តីអភ័យទោសវីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា